ការប្រើមនុស្សកូនជាទីស្រឡាញ់ការប្រគល់កិច្ចការឲ្យមនុស្សទៅធ្វើដែលជាទូទៅគេតែនិយាយថាប្រើមនុស្សនោះគឺត្រូវមើលឲ្យល្អជាទីបំផុតត្រូវមើលទាំងមនុស្សត្រូវមើលទាំងការងារពលគឺត្រូវប្រើមនុស្សឲ្យសមជាមួយនឹងការងារអ្នកណាជំនាញខាងអ្វីធ្លាប់មានពិសោធន៍យ៉ាងណាធ្លាប់ជួបប្រសពហេតុការណ៍យ៉ាងម៉េចរួមទាំងការចេះដឹងនិងការទទួលខុសត្រូវផងការបើប្រើមនុស្សបានសមប្រកបនឹងការងារក៏នឹងធ្វើឲ្យការងារដើរទៅមុខមិនមែនស្ទះបើសិនបើប្រើមនុស្សខុសមិនត្រូវគ្នានឹងការងារទេនោះឬប្រើមនុស្សដែលខ្វះនៅគុណសម្បត្តិប្រើព្រោះតែយល់មុខគ្នាឬប្រើដោយមិនបានពិចារណាដោយល្អិតល្អន់ក្រៅអំពីធ្វើការងារមិនដើរមិនចម្រើនហើយនៅអាចធ្វើឲ្យកើតសេចក្តីអន្តរាយទៀតផងមានតួយ៉ាងជាឧទាហរណ៍ឲ្យឃើញមិនតិចទេដែលអ្នកធំជ្រើសរើសប្រើមនុស្សមិនសមនឹងការងារធ្វើឲ្យការងារនោះមិនមានដំណើរការកន្លែងខ្លះប្រើមនុស្សដែលជាបពុះឬប្រើមនុស្សដែលនៅជាមួយជាមនុស្សដែលខ្វះនៅគុណសម្បត្តិឲ្យទៅធ្វើនាំឲ្យខូចការងារនោះមានការងារខ្លះជាការងាររបស់ប្រទេសជាតិទៀតផងដោយពលមកនេះកាលបើកូននឹងប្រើអ្នកណានឹងបកគលកិច្ចការឲ្យទៅអ្នកណាកូនត្រូវពិចារណាដោយល្អអ្នកណាក៏ដោយទោះបីគេមិនមែនជាបពុះរបស់កូនឬគេមិនមានការចេះដឹងថាមិនសូវច្រើនមែនប៉ុន្តែគេធ្លាប់មានពិសោធន៍ទាំងធ្លាប់បានជួបប្រសពនៅហេតុការណ៍ទាំងដែលមាននៅការទទួលខុសត្រូវផងនោះគឺគេអាចធ្វើការងាររបស់កូនសម្រេចទៅបានដោយល្អអ្នកនោះកូនគួរប្រើគេល្អជាងប្រើបពុះគ្នាឯងដែលមិនបានការកូនមិនត្រូវយកការងារមកប្រមាថទេពោលគឺមិនត្រូវប្រមាថធ្វេសប្រហែសក្នុងការងារឡើយបើកូនមានការធ្វេសប្រហែសហើយកូននឹងដួលរលំជាមួយនឹងការងារជារំខានមិនចាំបាច់ពោលដល់អ្នកដែលចេះស្ទើរនោះឡើយសូម្បីអ្នកដែលចេះស្ទាត់ក្នុងការងារហើយក៏ដោយក៏ត្រូវដួលរលំដែរព្រោះតែប្រមាថធ្វេសប្រហែសដូចជាមនុស្សងងខ្លៅសរុបមកជាមួយនឹងការងារគឺកូនកុំប្រមាថធ្វេសប្រហែសកុំប្រថុយកុំអាងថាមិនអីត្រូវតែហ្មត់ចត់និងប្រយ័ត្នប្រយែងជាទីបំផុតមនុស្សថ្លៃជាងប្រាក់សុចរិតថ្លៃជាងពេជ្រកុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពុនប្រមាណកុំចោលប្រាណដូរយកប្រាក់ចោលប្រាណស្មើលក់ខ្លួនទៅពោលផ្ទួនឲ្យប្រចាក់មនុស្សយើងថ្លៃជាងប្រាក់ត្រូវទុកដាក់ខ្លួនឲ្យល្អ